ស្ថិដុល្លារត្រាំគាត់គឺជាមនុស្សម្នាក់ដែលមានរឿងគួរឲ្យចាប់អារម្មណ៍ច្រើនមែនទែនជាក់ស្ដែងទៅនៅពេលដែលគាត់ជាសហគ្រិនគាត់ធ្លាប់រកស៊ីទទួលបាននូវភាពជោគជ័យនិងភាពបរាជ័យជាច្រើនលើកជាច្រើនសារមានពេលមួយនោះគាត់ធ្លាប់ជំពាក់បំណុលគេរហូតដល់ទៅ$9,000 លានដែលវាជាប្រភេទបំណុលអាជីវកម្មហើយក្នុងនោះបំណុលផ្ទាល់ខ្លួនរបស់គាត់វិញគឺមានប្រហែលជា$900 លានប៉ុន្តែចុងក្រោយគាត់អាចរំដោះខ្លួនឯងចេញពីភាពបរាជ័យហ្នឹងហើយទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់រហូតអាចវិវត្តខ្លួនពីអ្នកជំនួញមកជាប្រធានាធិបតីទី45និងទី47របស់សហរដ្ឋអាមេរិកនៅថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីទស្សនៈដៃថែបទាំង10របស់លោកដែលជួយឲ្យគាត់ទទួលបាននូវភាពជោគជ័យគួរឲ្យកត់សម្គាល់និងអាចយកឈ្នះបញ្ហាធំៗជាច្រើននៅក្នុងជីវិតក្នុងចំណោមទស្សនៈទាំង10ហ្នឹងគឺទស្សនៈទី5ជាទស្សនៈដែលខ្ញុំស្រឡាញ់ចូលចិត្តខ្លាំងបំផុតទស្សនៈទី1ក៏បាននិយាយថាបើជ្រុលជាគិតហើយត្រូវគិតឲ្យធំហើយសូមកុំស្ដាប់សម្ដីអ្នកជំនាញខ្លួនដែលប្រាប់ថាมันអាចទៅរួចអសោះជីវិតយើងគឺខ្លីពេកហើយសម្រាប់ការគិតអីតូចៗត្រង់ទស្សនៈមួយនេះគឺគាត់ចង់បង្ហាញថានៅពេលយើងចាប់ផ្ដើមធ្វើអីមួយយើងគួរតែមានទស្សនៈវិស័យឲ្យធំហើយកុំសង្ស័យលើសមត្ថភាពខ្លួនឯងហើយកុំឲ្យសម្ដីរបស់អ្នកដទៃមានឥទ្ធិពលក្នុងការបន្តិចបង្អាក់យើងឲ្យសោះក៏បានជឿថាការគិតតូចវានឹងបង្កើតឱកាសតូចសម្រាប់ជីវិតរបស់យើងហើយជីវិតយើងកើតមកវាត្រូវចាំបាច់ធ្វើរឿងដ៏អស្ចារ្យដែលធ្វើរឿងដ៏អស្ចារ្យបានគឺយើងចាំបាច់ត្រូវតែគិតឲ្យធំទស្សនៈទាំងអស់ហ្នឹងគឺគាត់បង្ហាញអំពីភាពក្លាហាននិងការបញ្ញាចិត្តរបស់គាត់នៅក្នុងការត្រៀមខ្លួនប្រឈមមួយហានិភ័យគ្រប់បែបយ៉ាងនៅក្នុងជីវិតទស្សនៈទី2អ្នកត្រូវធ្វើអ្វីដែលអ្នកស្រឡាញ់ហើយលុយនឹងមករកអ្នកគាត់ជឿថាការធ្វើការងារដែលយើងស្រឡាញ់ចូលចិត្តនឹងនាំឲ្យយើងជោគជ័យផ្នែកហិរញ្ញវត្ថុហើយនឹងមានអារម្មណ៍ថាពេញចិត្តជាមួយនឹងជីវិតខ្លួនឯងចំណង់ចំណូលចិត្តអាចជួយឲ្យយើងអាចយកឈ្នះនៅបញ្ហាគ្រប់បែបយ៉ាងទោះបីជាបញ្ហាទាំងអស់ហ្នឹងធំយ៉ាងណាក៏ដោយបើសិនជាយើងធ្វើកិច្ចការងារណាមួយដែលយើងអត់ស្រឡាញ់ចូលចិត្តទេវាងាយនឹងធ្វើឲ្យយើងមានអារម្មណ៍ថា stress ឬក៏ធុញថប់ឬក៏បាក់ទឹកចិត្តខ្លាំងបំផុតហើយបើសិនជាយើងអាចធ្វើការងារដែលខ្លួនឯងស្រឡាញ់ចូលចិត្តវានឹងធ្វើឲ្យយើងមានក្តីសុខវានឹងធ្វើឲ្យយើងមានថាមពលខ្លាំងអាចប្រឈមជាមួយនឹងឧបសគ្គគ្រប់បែបយ៉ាងទោះបីជាពេលខ្លះឧបសគ្គហ្នឹងធំយ៉ាងណាក៏ដោយគឺយើងនឹងពុះពីជំនះវាឲ្យតតែបានសម្រេចទស្សនៈទី3គាត់បាននិយាយថាគ្មានសុបិនណាធំពេកទេហើយក៏គ្មានបញ្ហាប្រឈមណាមួយតូចពេកដែរថងគ្នាហ្នឹងគាត់ចង់បង្ហាញថាគ្មានគោលដៅណាមួយដែលធំពេករហូតដល់យើងមិនអាចមានសមត្ថភាពសម្រេចវាបាននោះទេហើយរាល់បញ្ហាទាំងតូចទាំងធំដែលយើងជួបសូមកុំមើលងាយវាសោះត្រូវចាត់ទុកបញ្ហាតូចមួយក៏ដោយក៏វាជាបញ្ហាដែលសំខាន់បញ្ហាដែលអាចនាំឲ្យយើងជួបភាពបរាជ័យផងដែរអញ្ចឹងយើងត្រូវឲ្យតម្លៃវាយើងត្រូវប្រយ័ត្នប្រយែងជាមួយវាកុំផេះភ្លេចខ្លួនឲ្យសោះទស្សនៈហ្នឹងគឺគាត់ចង់លើកទឹកចិត្តឲ្យយើងយកចិត្តទុកដាក់ទៅលើគ្រប់ជំហាននៃដំណើររបស់យើងឆ្ពោះទៅកាន់ភាពជោគជ័យមិនថាចំណុចដែលល្អឬក៏ចំណុចអត់ល្អទាំងភាពជោគជ័យឬក៏បញ្ហាប្រឈមទោះបីជាបញ្ហាប្រឈមតូចមិនក៏ដោយកុំមើលងាយវាត្រូវយកចិត្តទុកដាក់វាហើយត្រូវដោះស្រាយវាទស្សនៈទី4ក៏បាននិយាយថាការចរចាគឺជាសិល្បៈហើយអ្នកត្រូវតែត្រៀមខ្លួនឲ្យបានល្អនិងដឹងច្បាស់ពីអ្វីដែលអ្នកចង់បានគាត់បានចាត់ទុកថាការចរចាគឺជាជំនាញស្នូលនៃការធ្វើអាជីវកម្មហើយគាត់ជឿថាការត្រៀមខ្លួនឲ្យបានល្អនិងយល់ច្បាស់អំពីភាគីពាក់ព័ន្ធទាំងអស់នឹងជួយឲ្យការចរចារបស់យើងឬក៏កិច្ចព្រមព្រៀងអាជីវកម្មរបស់យើងងាយនឹងទទួលបាននូវភាពជោគជ័យខ្លាំងបំផុតជាក់ស្ដែងគាត់អាចរំដោះខ្លួនចេញពីភាពបរាជ័យឬក៏រំដោះខ្លួនចេញពីបំណុលរហូតអាចទទួលបាននូវភាពជោគជ័យនៅក្នុងមុខជំនួញក៏មួយផ្នែកធំគឺកាត់ចេញពីភាពប៉ិនប្រសប់និងធ្វើមាត់ចរចាដ៏មានឥទ្ធិពលរបស់គាត់ចំពោះទស្សនៈទី5ដែលជាទស្សនៈដែលខ្ញុំស្រឡាញ់ចូលចិត្តខ្លាំងគាត់បាននិយាយថាពេលខ្លះភាពបរាជ័យតូចមួយអាចជួយឲ្យយើងរកឃើញផ្លូវដើម្បីឈ្នះសង្គ្រាមក្នុងសមរភូមិទាំងមូលគាត់ចង់ប្រៀបធៀបថាពេលខ្លះយើងជួបនូវភាពបរាជ័យតូចណាមួយបើសិនជាយើងអាចរៀនសូត្រពីវាបានអាចឆ្លុះបញ្ចាំងអាចកែប្រែបានវាអាចឲ្យយើងរកឃើញផ្លូវដើម្បីយកឈ្នះនៅសមរភូមិទាំងមូលឬក៏យើងអាចនិយាយថាពេលខ្លះយើងជួបភាពបរាជ័យមួយវាអាចឲ្យយើងដឹងផ្លូវដើម្បីសម្រេចគោលដៅធំបន្ទាប់របស់យើងគាត់បាននិយាយថាខ្ញុំអត់ខ្លាចភាពបរាជ័យទេហើយបើសិនជាបរាជ័យចូលបរាជ័យឲ្យធំហើយខ្ញុំនឹងរៀនសូត្រពីវាគាត់ថាកុំខ្វល់ពីភាពបរាជ័យខ្លាំងពេកប៉ុន្តែត្រូវខ្វល់ពីគោលដៅរបស់យើងវិញគោលដៅដែលយើងចង់សម្រេចបានហ្នឹងគឺវាមានទំហំធំជាងភាពបរាជ័យមួយចំនួនដែលយើងជួបអញ្ចឹងបើទោះបីជាយើងជួបភាពបរាជ័យប្រមាណដងក៏ដោយឲ្យតែគោលដៅធំចុងក្រោយរបស់យើងអាចសម្រេចនូវភាពជោគជ័យបានគឺមានន័យថាវានឹងលែងធ្វើឲ្យយើងឈឺចាប់ទៀតហើយយើងនឹងរីករាយនៅគ្រាចុងក្រោយទស្សនៈទី6គាត់បាននិយាយថាអ្នកត្រូវជឿជាក់លើខ្លួនឯងបើមិនដូច្នេះទេគ្មាននរណាជឿជាក់លើអ្នកទេទំនុកចិត្តលើខ្លួនឯងគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យបើតាមទស្សនៈរបស់គាត់ហើយគាត់ជឿថា
នៅពេលដែលយើងជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួនអ្នកដទៃក៏នឹងផ្ដល់ការគ្រប់គ្រងលើយើងដែរហើយបើសិនជាយើងអត់ជឿជាក់លើខ្លួនឯងទេក៏គ្មានពីណាគេគ្រប់គ្រងលើយើងដែរជាក់ស្ដែងទៅបើសិនជាយើងមើលទៅកាន់បទពិសោធន៍របស់គាត់នៅឆ្នាំ2016ដែលគាត់ឈ្មោះជាប្រធានាធិបតីគឺគាត់បានប្រកួតប្រជែងជាមួយអ្នកនយោបាយដែលមានបទពិសោធន៍ជាច្រើនឆ្នាំជាច្រើនអ្នកហើយបើទោះបីជាគាត់គ្មានបទពិសោធន៍ច្រើននៅលើឆាកនយោបាយពិតមែនប៉ុន្តែគាត់ចាប់ផ្ដើមចូលប្រឡូកនៅក្នុងឆាកនយោបាយហើយតាក់ទាញសន្លឹកឆ្នោតឬក៏គាត់ផ្សព្វផ្សាយដោយភាពជឿជាក់បំផុតរហូតដល់គ្រាចុងក្រោយគាត់ក៏អាចសម្រេចនូវគោលដៅរបស់គាត់ហើយជាប់ជាប្រធានាធិបតីទី45និងទី47របស់សហរដ្ឋអាមេរិកទស្សនៈទី7កុំខ្លាចក្នុងការធ្វើអ្វីដែលខុសគេភាពជោគជ័យគឺបានមកពីការហ៊ានធ្វើអ្វីដែលខុសពីគេក៏បានលើកទឹកចិត្តឲ្យមនុស្សហ៊ានធ្វើអ្វីដែលខុសពីគេឬក៏ធ្វើអីដែលខុសប្លែកពីមនុស្សភាគច្រើនគាត់ជឿថាការធ្វើតាមអ្នកដទៃគឺនាំយើងទៅរកលទ្ធផលធម្មតាឬទទួលបានលទ្ធផលដោយមនុស្សទូទៅទេប៉ុន្តែបើសិនជាយើងហ៊ានគិតហ៊ានធ្វើអ្វីដែលខុសប្លែកពីគេគឺវាអាចបង្កើតឱកាសថ្មីសម្រាប់យើងអាចបង្កើតនូវភាពជោគជ័យធំបង្កើតនូវភាពជោគជ័យដែលខុសប្លែកពីមនុស្សធម្មតាទស្សនៈទី8ពេលអ្នកធ្វើអ្វីដែលអ្នកស្រឡាញ់វាមិនមានអារម្មណ៍ថាជាការងារទេឃ្លានេះគាត់បាននិយាយថាការស្រឡាញ់ការងារវាជាកលឹះមួយជួយទៅដល់ភាពជោគជ័យរបស់យើងហើយនៅពេលណាដែលយើងស្រឡាញ់ឬក៏យើងរីករាយជាមួយអ្វីដែលយើងធ្វើយើងនឹងមានអារម្មណ៍ថាមានតម្លៃហើយការងារហ្នឹងមិនមែនជាបន្ទុកនោះទេគាត់បាននិយាយថាគាត់ស្រឡាញ់ការចរចានិងការសាងសង់គម្រោងធំៗខ្លាំងមែនទែនហើយនៅពេលណាដែលគាត់ចាប់ផ្ដើមគម្រោងណាមួយគាត់បានចំណាយពេលវេលាជាច្រើនម៉ោងដើម្បីរៀបចំគម្រោងទាំងនោះឲ្យមានភាពល្អឥតខ្ចោះព្រោះគាត់ស្រឡាញ់ការបង្កើតអ្វីៗដែលមានគុណភាពអ្វីៗដែលចេញពី brand របស់គាត់គឺសុទ្ធតែមានគុណភាពមានតម្លៃខ្ពស់បំផុតទស្សនៈទី9អ្នកជោគជ័យបានដោយសារតែអ្នកមិនបោះបង់ពាក្យថាមិនបោះបង់ឬក៏ never give up គឺជាពាក្យដែលគាត់ចូលចិត្តនិយាយខ្លាំងមែនទែនហើយគាត់និយាយដដែលជាច្រើនលើកជាច្រើនសារគាត់ជឿថាភាពអត់ធ្មត់គឺជាគន្លឹះនៃភាពជោគជ័យបើតាមទស្សនៈរបស់គាត់ហើយគាត់ជឿថាការមិនចោះចាញ់ទោះបីជាប្រឈមជាមួយនឹងឧបសគ្គឬក៏បញ្ហាធំយ៉ាងណាក៏ដោយវានឹងនាំយើងទៅរកជ័យជំនះនៅគ្រាចុងក្រោយជាក់ស្ដែងទៅបន្ទាប់ពីគាត់បានដួលរលំផ្នែកហិរញ្ញវត្ថុឬក៏ជាប់អំណុលគេជាច្រើនរយលានជាច្រើនពាន់លានដុល្លារក៏មិនដែលចោះចាញ់ទេហើយគាត់តែងតែចរចាជាមួយម្ចាស់អំណុលគាត់តែងតែស្វែងរកឱកាសថ្មីហើយទីបញ្ចប់គាត់ក៏អាចបង្កើតនូវភាពជោគជ័យសម្រាប់ខ្លួនឯងទស្សនៈទី10ដែលជាទស្សនៈចុងក្រោយគឺរៀនពីអ្នកដទៃប៉ុន្តែធ្វើតាមសភាវគតិរបស់ខ្លួនឯងគាត់បានលើកទឹកចិត្តឲ្យយើងបើកចិត្តឲ្យទូលាយរៀនសូត្រពីបទពិសោធន៍និងចំណេះដឹងរបស់អ្នកដទៃបានច្រើនប៉ុន្តែការសម្រេចចិត្តចុងក្រោយរបស់យើងគួរតែផ្អែកទៅលើសភាវគតិនិងជំនឿចិត្តរបស់ខ្លួនឯងជាក់ស្ដែងនៅពេលដែលគាត់ចូលប្រឡូកនៅក្នុងឆាកនយោបាយនៅក្នុងឆ្នាំ2015គេបានណែនាំឲ្យគាត់ធ្វើយុទ្ធសាស្ត្រផ្សព្វផ្សាយតាមបែបប្រពៃណីដូចជាការប្រមូលផ្ដុំជួបជុំគ្នាការចែកខិត្តប័ណ្ណផ្សព្វផ្សាយជាដើមប៉ុន្តែគាត់អត់ធ្វើតាមការណែនាំរបស់អ្នកជំនាញខ្លួនពេកទេគាត់ជឿទៅតាមសភាវគតិរបស់ខ្លួនឯងដោយធ្វើការផ្សព្វផ្សាយតាមសម័យ Digital ដោយប្រើប្រាស់បណ្ដាញសង្គមជាក់ស្ដែងទៅគាត់បានផ្សព្វផ្សាយតាមបណ្ដាញសង្គម X និងបណ្ដាញសង្គមមួយចំនួនទៀតហើយថ្លែងសន្ទរកថាជាច្រើនដែលធ្វើឲ្យគាត់ទទួលបាននូវការគាំទ្រជាច្រើនពីប្រជាជនសហរដ្ឋអាមេរិកហើយទីបំផុតគាត់ក៏អាចជាប់ឆ្នោតជាប្រធានាធិបតីទី45និងទី47របស់សហរដ្ឋអាមេរិករហូតមកទល់បច្ចុប្បន្នចុងក្រោយតើអ្នកយល់ឃើញយ៉ាងណាដែរចំពោះទស្សនៈទាំង10របស់សិទ្ធិ Donald Trump សូម comment ខាងក្រោមឲ្យខ្ញុំបានដឹងផងបើសិនចូលចិត្តវីដេអូមួយនេះសូមចុច like ហើយនិង comment ហើយនិង share ទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកដើម្បីឲ្យពួកគាត់អាចរៀនសូត្រនៅអ្វីដែលល្អចេញពីវីដេអូមួយនេះដូចគ្នាចង់ជានិពន្ធសៀវភៅខ្លួនឯងចុះឈ្មោះសិក្សាវគ្គនេះ